ជំរាបសួរបងប្អូនទាំងអស់គ្នាស្វាគមន៍មកកាន់វីដេអូខ្ញុំបាទមានវីដេអូមួយគឺថតទេសភាពតាមផ្លូវគឺថាផ្ទះបងប្អូនប្រជាពលរដ្ឋយើងតាមផ្លូវបងប្អូនគឺថាមើលទៅស្អាតណាស់ផ្ទះតូចល្មមហើយមានតុបតែងផ្កាពីមុខទៀតទៅដល់ស្ពានបងប្អូនស្ពានដែរនេះគឺនៅខាងស្រុកស្អាងខេត្តកណ្ដាលបងប្អូននៅឃុំតលុននៅផ្លូវបងប្អូនស្អាតបងប្អូនអើយផ្ទះបងប្អូនតាមជួរមាត់ទន្លេគឺថាពេលខែទឹកឡើងមកគាត់នៅក្បែរទឹកស្រួលតែចាស់បងប្អូននៅក្បែរមាត់ទន្លេហ្នឹងគឺត្រជាក់ណាមកមានដើមស្វាយមានអីបងប្អូនក៏ដាំផ្កាដាំអីចឹងណាតាមដងផ្លូវមានមួយផ្ទះខ្លះធ្វើលបងធំធំពេលផ្ទះខ្លះទៀតក៏លបងតូចតូចចឹងបងប្អូនតែសំខាន់គឺផ្ទះក្នុងលំងតូចតាមផ្លូវមានលំងមានម៉ូតូឡានច្រើនបងប្អូនផ្លូវនេះធំផ្លូវបុកតកោះធំបងមើលហើយផ្ទះតាមដងមាត់ទន្លេជាប់មាត់ទន្លេលហើយស្រួលបងប្អូនហើយពិតជាស្រស់ស្រាយមែនខ្ញុំជិះកាត់តាមលើហ្នឹងក៏ឃើញទៅនោះក៏ថតចែកជូនបងប្អូនទស្សនាអានេះឡើងមាត់ទន្លេមានមរឹងមានអីមកចងហងដើមជួតំណងណាបងប្អូនតំណងមួយយ៉ាងមកគាត់ដែរណាពីបរិវត្តនៅខាងស្រុកហ្នឹងគឺថារស់នៅមើលទៅបែបធម្មជាតិហ្មងមើលតាមមាត់ទន្លេទេបងប្អូននេះមាត់ទឹកក៏ហើយស្រួលបងប្អូនមានក្រែមានអីដើមខុបរបស់គាត់ទេណាយើងចងប្រឹងចងឲ្យជាក់ស្រួលបងប្អូននៅក្បែរមាត់ទឹកចឹងទៅបីក្តៅក៏មានចំហាយទឹកដែរជាក់ស្រួលប៉ុន្តែខ្លាចតែភ័យពេលទឹកឡើងមកបាក់ដីបងប្អូនតែបាក់ផ្ទះទៅឬគាត់ថានៅក្បែរមាត់ទន្លេចឹងមួយយ៉ាងដែរស្រួលហើយចលបានខ្យល់បរិសុទ្ធត្រជាក់បងប្អូនងាយឡើងណាយ៉ាងហើយបងប្អូនអ្នកនេសាទតាមដងទន្លេក៏មួយយ៉ាងយើងក៏ទៅមើលទៅ